បងខ្ញុំមកយកទ្រព្យសម្បត្តិរបស់ខ្ញុំតែខ្ញុំទិញឲ្យវាទាំងប្រហែលឈប់ធ្វើការងារជាមួយគ្នាក៏ខ្ញុំមកយកទ្រព្យសម្បត្តិខ្ញុំវិញធ្វើការឲ្យវិញបងចាថតរឿងខ្លីៗអីចឹងណាចាដល់ពេលហើយវាអត់ព្រមឲ្យខ្ញុំទេវាទៅហៅសារព័ត៌មានមកពោលសង្គមពេញហ្នឹងខ្ញុំអត់បានប្រពោលសង្គមទេខ្ញុំសូមបញ្ជាក់ណាខ្ញុំអត់បានហៅសារព័ត៌មានមកទេហើយវាមកដល់បិទទ្វារហើយវាទៅហៅសារព័ត៌មានខ្ញុំថតទុកនេះវាហៅសារព័ត៌មានមកនេះហៅមកហើយខ្ញុំថាចេះឲ្យដោះស្រាយគ្នាឲ្យតាមជំរួសទៅកុំហៅសារព័ត៌មានមកកុំឲ្យខ្មាស់គេហើយណាមួយប្រពោលសង្គមព្រោះមនុស្សខ្ញុំអត់ចូលចិត្តប្រពោលសង្គមទេយល់ទេតែវាអត់ព្រមទេណាវាអត់ព្រមនិយាយជាមួយយើងវាចាក់សោទ្វាចាក់សោទ្វារវាហៅសារព័ត៌មានមកដល់ពេលហៅមកខ្ញុំថាអញ្ចឹងខ្ញុំទៅប្តឹងប៉ូលីសខ្ញុំទៅហៅប៉ូលីសមកហើយប៉ូលីសមកដល់ពេលមកផ្លែព័ត៌មានមកទាំងអស់ខ្ញុំអត់បានខុសក្នុងការធ្វើការជាមួយនឹងគ្នានេះធ្វើការថតបងធ្វើការថតដល់ពេលធ្វើការថតអីថតអញ្ចឹងទៅខ្ញុំក៏ថតហើយខ្ញុំឲ្យលុយថតហើយក៏ខ្ញុំឲ្យលុយចាឲ្យគាត់ដើរតួជាអីវិញហ្មងថតរបៀបដូចស្និទ្ធស្នាលគ្នាសម្ដែងបទចម្រៀងសម្ដែងរឿងអីចឹងណាចាដល់ពេលហើយចឹងទៅគាត់ថតហើយខ្ញុំឲ្យលុយចឹងទៅហើយក៏ខ្ញុំទិញខោអាវឲ្យឆ្លៀកមកថតជាមួយខ្ញុំឲ្យទិញស្បែកជើងទិញអីតែខ្លួនស្អាតថតចឹងណាថតរបស់ខ្ញុំទាំងអស់របស់បងចាហើយបន្ទាប់មកក៏ខ្ញុំអត់បានថតអីជាមួយគ្នាទៀតដែរព្រោះខ្ញុំឈឺហើយក៏ខ្ញុំមានប្តីទៅខ្ញុំថាអញ្ចឹងមកអានេះជាមិត្តភក្តិទៅតែវាយកអារូបថតវាយកអាសម្លេងដែលថាខ្ញុំជួវាធ្វើសង្សារមួយខែ1000ណាណៃវាយកទៅបរិហាគេខ្ញុំជាសាធារណៈជន់ខ្ញុំសិតតែខ្ញុំជាមនុស្សស្រីល្មមកាមមនុស្សតណ្ហាស្អីណាណៃជន់ខ្ញុំទាំងអស់ចាវាវាយក្នុងសង្គមសូមីឌៀមខ្លាំងមែនតើហើយក៏ខ្ញុំខឹងខ្ញុំក៏មកយកដោតថតទ្រព្យសម្បត្តិរបស់ខ្ញុំនៅក្នុងផ្ទះនឹងទាំងប្រមាណសទ្រព្យសម្បត្តិរបស់ខ្ញុំអីគេខ្លះបងនៅក្នុងហ្នឹងចាមានម៉ូតូជិះទៅការងារទូតកកខែដេកទូស័ព្ទដៃនេះលកាចានិយាយចឹងគឺខោអាវលីអូស្អីស្បែកជើងសិតរបស់ខ្ញុំទាំងអស់សូម្បីតែលីអូក៏ទិញឲ្យដែរលុយខ្ញុំទាំងអស់ចាវាមានលុយមកទិញមានលុយខ្ញុំបើមនុស្សវាទំចេញពីទុកវាមានលុយណាទិញបងជួលគាត់ហ្នឹងរយៈពេលប្រហែលអត់និយាយចឹងគឺមិនទាន់បានជួលប្រហែលស្អីព្រោះនៅថតអីហើយទៅបានតែប្រហែលคลิปមិនទាន់បានមួយខែផងក៏ខ្ញុំថតសម្ដែងជាមួយអ្នកផ្សេងហើយខ្ញុំមានសង្សារមានអីរហូតទៅខ្ញុំមានសម្ដែងជាមួយអ្នកផ្សេងខ្ញុំមិនបានជួលវាទៀតទេពេលហ្នឹងក៏ខ្ញុំដេកពេទ្យដេកអីឈឹងចឹងទៅក៏ខ្ញុំប្រាច់តំណគ្នាមិនតែថតមួយគ្នាទៀតទេប៉ុន្តែវាវាយខ្ញុំនៅក្នុងសង្គមsocial media ហើយវាចំណាយបុគ្គលិកខ្ញុំគឺខ្ញុំបើកឲ្យបុគ្គលិកខ្ញុំមួយខែ1000វាថាចេះដើរតាមនឹងត្រុកអត់បានលុយហើយចុះខ្ញុំបាញ់លុយឲ្យថតម្ដងគាត់នៅ TikTok ម្ដងខ្ញុំឲ្យ50 100ហើយខ្ញុំទិញខោអាវទិញអីឲ្យនោះដល់ពេលខ្ញុំថាបើចំណែនអញ្ចឹងយកប្រាក់ខែអញ្ចឹងមិនបាច់យកលុយក្រៅខ្ញុំជឿបាញ់ឲ្យញ៉ាំខ្ញុំថត់ខ្ញុំសុខចិត្តឲ្យប្រាក់ខែជាបុគ្គលិកដូចបុគ្គលិកហុកដែរទៅអញ្ចឹងណាអញ្ចឹងជួធ្វើសង្សាររបៀបដូចថាថតសម្ដែង sweet អីអញ្ចឹងណាប៉ុន្តែមិនមែនជាសង្សារគ្នាស្អីទេគ្រាន់តែថាសម្ដែងជាសាច់រឿងអីអញ្ចឹងទៅគឺជាសង្សារឲ្យគេមើលមកថាជាសង្សារគ្នាអញ្ចឹងណាហ្នឹងហើយដល់ពេលបន្ទាប់មកវាស្រឡាញ់ខ្ញុំមែនតើដល់ពេលហើយវាថាយក$5000មាន$5000វាមកទៅដឹងខ្ញុំធ្វើប្រពន្ធឯណាប្រពន្ធស្អីបើខ្ញុំមានគ្រួសារខ្ញុំហ្នឹងហើយចាហើយទៅខ្ញុំថារាប់អាននេះជាបងប្អូនទៅចាំរៀបការចាំខ្ញុំហៅវាមកទៅវាថាបងប្អូនស្អីបើបងប្អូនបើខ្ញុំមិនទៅចុយវាក៏ខ្ញុំចុយខ្ញុំដែរវានិយាយចឹងទៅខ្ញុំថាឈួតទេមនុស្សដូចអញទៅមកកម្មដល់ថ្នាក់ហ្នឹងអញ្ចឹងណាដល់ពេលហើយវាវាយខ្ញុំសង្គម social media ហើយដល់ពេលខ្ញុំខឹងខ្ញុំមកយកបាញ់ខ្ញុំវិញទាំងអស់ហ្នឹងហើយវាឲ្យហើយវាហៅសារព័ត៌មានមកទៀតមានអ្នកហៅមុនខ្ញុំអត់បានប្រព័ន្ធសង្គមទេពេលដែលគេហៅយក5000ស្ដៅមួយថ្ងៃបើថា5000បានតោះបានរៀងមិនបានតោះរៀងផងបានរៀងចាបានចាបានដោះខ្ញុំរៀងផងបុគ្គលហ្នឹងទៅមួយប្លែកគាត់ខាងខ្ញុំតែអត់សម្លេងមានទេគាត់ជួលពីណូនៅធ្វើសង្សារគាត់ទេបងគាត់ជួលបើឯងបែបម៉េចហ្នឹងបងបញ្ជាក់នេះទៅគាត់ជួលខ្ញុំបែបលក្ខណៈថាថតសម្ដែងថតដើម្បីជួយប្រម៉ូទផលិតផលគាត់ផងប្រម៉ូទថា9អីហ្នឹងអញ្ចឹងឲ្យស្នេហាបែបលក្ខណៈអោតថើបស្វីតអីចឹងទៅហើយខ្ញុំពេលខ្លះខ្ញុំក៏ត្រូវតែធ្វើដែរដោយសារអីជីវភាពយើងដែរគាត់តែការលុយបាទហើយមួយខែ1000ហើយ3ខែគាត់មានបានអីឲ្យខ្ញុំសោះហើយគាត់មករឹបអូសយកទូរស័ព្ទឲ្យសម្រាប់គេទួយមករត់អូសយកគេរបស់ភាសាតែឲ្យគេអត់មានសិទ្ធយកពីគេឡើងវិញទេបងចាំឯងតែចាំបើបងឯងឲ្យរបស់ទៅអ្នកណាបើបងយកឡើងពីគេមកវិញបានអត់បានទេចុះបងរបស់ហ្នឹងគាត់ឲ្យមួយក៏យ៉ាងម៉េចគាត់ឲ្យគាត់ទិញឲ្យគាត់ឲ្យតែស្ម័គ្រចិត្តបងយកឡតគាត់មានតែហើយគាត់ថារបស់ដែលគាត់ឲ្យគាត់ចង់បានទៅវិញឲ្យហើយគាត់ចង់យកទៅវិញខ្ញុំសួរបងឯងមួយបើសិនជាបងឯងឲ្យគាត់ទៅណាមានបូនបងឯងប្តីពេលតែគាត់មកហើយហ្នឹងគាត់កូនចៅបងឯងបងហ៊ានទៅយកឡើងទៀមទាយករបស់ហ្នឹងឲ្យគេទៀមទាយករបស់ហ្នឹងគាត់ថាយករបស់ហ្នឹងឲ្យគាត់វិញហើយសម្រាប់គាត់ខ្ញុំ3ខែហ្នឹងខ្ញុំបានអីពីគាត់ជួបគាត់ទៅសង្សារទិញរបស់ឲ្យគាត់នេះថា3ខែរបស់គាត់ហើយតែគាត់ធ្វើការថតមួយគាត់ដាច់គាត់អត់ទៅមក2 3បានចូលទៅយករបស់អាហ្នឹងមកវិញហ្នឹងហើយចុះលឺគាត់ថាបងឯងសុំស្រឡាញ់គាត់គាត់មែនមានអីយ៉ាងម៉េចគាត់សារពីសំលេងនេះបងនេះទទួលយកទេគាត់សារពីថាសុំតែកណ្ដាលខែប្រហែលស្រឡាញ់គេម្នាក់ឯងពិបាក
គាត់និយាយចឹងគាត់ថាគាត់ឆ្លាញ់គេម្នាក់ពិបាកហើយទាំងតែខ្ញុំអត់ដឹងអីផង ហើយវាណូទៀម ខ្ញុំឆ្លាញ់គាត់ទៅអីខ្ញុំគាត់ទៅតួនាទីខ្ញុំគឺការងារខ្ញុំដឹងតែតួនាទីខ្ញុំការងារខ្ញុំតែប៉ុណ្្នឹងទេខ្ញុំមិនដឹងថាស្នេហាអីមួយគាត់របៀបម៉េច ហើយចង់ស៊ីវីណូវីណូអត់ឲ្យស៊ីគាត់ទេ តែបើគាត់និយាយទៅខ្ញុំឲ្យគាត់និយាយចុះ បានន័យថាគាត់ជួលបងដើរតួជាសង្សារជាមួយបងហើយបន្ទាប់មកទៀតក៏មានការវយប្រាប់បងថាស្រឡាញ់គេម្នាក់ឯងពិបាកអញ្ចឹង ហ្នឹងហើយបើអាចចូល TikTok វីណូមើលគាត់និយាយថាមិនគឺនិយាយចឹងហើយបង ហើយដល់ពេលឥឡូវមុនហ្នឹងគាត់ផ្ដល់បទពិសោធន៍គាត់ថាបងហ្នឹងបែរជាអ្នកស្រឡាញ់គាត់វិញតែគាត់អត់បងមនុស្សម្នាក់ហ្នឹងបកាយសំដែងបកាយវោហាសាស័ព្ទណារហូតបងប្រាប់មហាជនមកប្រទេសខ្មែរលងសំដែងវាជឿតាមវាទិញរបស់វារហូតដល់សប្ងាញ់នឹងប្រាប់ឯង គាត់លក់អីវិញណាបង វាលក់ក្បួនស្នេហ៍មានសិលឹកខ្សែកថាខ្សែដៃខ្សែកណ្ដួយម៉ែពិសេសហ្នឹងយកចេញពីគ្រូចាំទៅក្បែរចែកខ្ញុំទាំងអស់ ប្រាប់ឯងខ្ញុំអ្នកណែនាំវាឲ្យទៅខប់ប្រេតជាមួយនឹងគ្រូចាននៅហូស៊ីដល់ពេលវាហូស៊ីមានបានវាទាត់ក្បាលខ្ញុំចោលវាមើងងាយខ្ញុំហើយវាបរិហាចេះចាញ់ថាចាញ់ខ្ញុំលេងគ្រឿងញៀនជួតឆ្នាំហើយវាបោះចេដៀលខ្ញុំធ្វើអាខ្ទើយអាចាស់ចរិយាណាក្រលហេមឡើងក្បាលខំខោខ្ញុំអត់តន់ប្តឹងពីបាត់បរិហាគេខ្ញុំផងហើយវាមានស្រីវាមកប្តឹងគេវាមកយករបស់គេតែតែវាឲ្យគេហើយទៀត ចុះបងសុំកាត់បងបន្តិចបងរបស់ដែលគាត់បសល់ទុកដែលគាត់ឲ្យទឹកបងនោះមានអីគេខ្លះវិញណាបង ទូរស័ព្ទហើយនឹងទូទឹកកកដែលគាត់ជួលខុនដូគេជួលខុនដូនៅផ្លូវ2004នេះគាត់ជួលគេហ្នឹងគាត់រើខុនដូទៅគាត់យកគាត់ថាខ្ជិលទៅផ្ទះយកមកខ្ញុំក៏យកមកហើយនឹងខែគាត់ថាខែហ្នឹងតម្លៃ600ហើយខែហ្នឹងកាចាស់អាយ ខែលបាក់បាយឲ្យយូរហើយខែហ្នឹង ហើយខែហ្នឹងខ្ញុំយកមកទុកចោលដែរហ្នឹងខ្ញុំមានតែប្រើប្រាស់អីខ្ញុំ ឥឡូវខ្ញុំសុំកាត់តិចបង ពេលយកមកឲ្យនេះគឺថាឲ្យទេ ហ្នឹងហើយ បាទខ្ញុំកាត់បងចេះខ្ញុំកាត់បងចេះ មិនទៀតបង គេចង់ចុចត្រឹមគាត់5000គេថាសាភាពប្រហែលចាមកមកដុសអញមកទៅហៀងហងចង់បងជាមនុស្សប្រុសទោះថាបើទួយកសម្ដេចបានអត់ បានន័យថាគាត់ថាឲ្យ ខ្ញុំអត់បាននិយាយណែខ្ញុំអត់បាននិយាយជាមួយវារឿងខ្ញុំអត់បានឆ្លើយទៅវាថាខ្ញុំមិនមានបាននិយាយជាមួយវាទេខ្ញុំនិយាយជាមួយបុគ្គលិកខ្ញុំទេ តែបងថាកែងយកទៅលុយ5000ទៅដឹងគាត់ថ្ងៃ តែខ្ញុំអត់បាននិយាយជាមួយវាទេខ្ញុំនិយាយជាមួយបុគ្គលិកខ្ញុំតែខ្ញុំនិយាយប្រាប់ បង គាត់ មកទៅហៀងហង ចាហើយវាថាខ្ញុំនឹងស្អីគេតាមស្អីគេស៊ីវាអត់បានអីអត់បានវាយខ្ញុំនៅសង្គមsocial media ខ្ញុំថាបង អ្នកណាមកអ្នកណាមុន ទៅពួកមកទៅមកហើយបង អត់មានរឿងពួកតូន យើងដូចជាសៅមួយចឹងបើយើងឲ្យសាប់ទៅចាក់មានតែផង ខ្ញុំមួយតែខ្ញុំអត់ជួយ ចង់និយាយថាខ្លួនទៅណា បងយ៉ាងម៉េចបង គេមិនយល់ចឹង គេបរិហាគេរត់ចប់ដែរ អញមិនឡើងនិយាយមកអញនិយាយមកអញមិនមកអញនិយាយមកអញយ៉ាងនិយាយអញយ៉ាងនិយាយមកអញយ៉ាងនិយាយអញនិយាយតែការប៉ាត់ទេថ្ងៃធ្វើម៉េចឡើងថ្ងៃធ្វើម៉េចនិយាយមកបងនិយាយឡើងថ្ងៃនិយាយមកអេនិយាយមកអញនិយាយមកទៅស្ដីហើយហើយអញ ចាញ់គេកម្រត់ចូលមកនិយាយគ្នាមកកម្រត់ថ្ងៃកម្រត់បើថ្ងៃខ្លាំងថ្ងៃចូលមកមកពីកូនកពើម៉ែកពើកូនពោះម៉ែពោះពុះបងថ្ងៃពោះទាំងអស់ពីកពើពីរយទីបោកគេថ្ងៃបោកប្រាក់គេមកហៅជាជនមកប្រទេសខ្មែរក្បួនស្នេហ៍ក៏ដូចម៉ែថ្ងៃស្អីក្បួនស្នេហ៍បោកប្រាក់គេទាំងម៉េចពីចោលកញ្ចៃយកក្បួនស្នេហ៍ឡើយណាហេ ចាំទៅចាំរឿងណាប៉បងកុំឆ្លុះគ្នាណាបង Hiện nào mày chạy mà lại chạy mà lại chạy mau lại chạy mà luôn mày không thấy chắc không bắt đâu lại chạy mà luôn Bom, ai đâu có tay mà ruột. Đây, mày miền hướng.
Địa á. Cái sông xa là cái miền Nam cái đó mà phải 30 năm đã từng cả là cái mẹ tôi nhảy sông xa là người đã đào hồ chúa lên bọn trâu mà không ca lại nó bị tịch tôi biết chụp lại bị đào hồ tập hồ đấy hiện tại mình vô lên được cả tận co sang thì co sang tốt thợ bọn trâu quạt làm đi vô lên tập bao thọ vô lên tên cửa làng cát xong rồi hay sâu xuôi nhau nè chụp một quạt bình năng nhá mà cái chua cái áo thử tầm xa cái áo thử bánh mà khăn kê ê thầy đánh ê là bỏ ra áo che 2 ngày mình sẽ vô bên mẹ đi cái tôi mai ngày áo ngày cả nạn ngày mà 2 ngày vô tôi làm việc cho ba nó bị chơi đây ê mình đi chọn chặt dân mày vô lớn Chọn chất thưa ca ơi có mà chọn chất thưa ca phong sẵn pi bon tặng piវាតែខ្លួនឯងទេតាមពីដើមមកពីដើរស្រឡាញ់គេតែខ្លួនឯងទេ គឺខ្ញុំមានផុសតាំងខ្ញុំទាំងអស់ខ្ញុំទុកទាំងអស់ពេលដែលខ្ញុំនិយាយមួយគាត់ហើយគាត់ delete ខ្ញុំគាត់ delete Telegram ហ្នឹងចោលបងសាក់សេខ្ញុំមានច្រើនណាបងម្នាក់ខ្ញុំខលទៅម្នាក់អាមេរិកក៏គេធ្វើក៏វាធ្វើបាបគេក៏វាទេឌៀនគេដូចគ្នាដែរបងហើយពូម៉ាក់វាក៏និយាយប្រាប់ខ្ញុំទាំងអស់ថាមិននឹងសំណានអត់ល្អទេវានឹងដើរតែបោកប្រាក់គេចាប់ម្ដងគុំឲ្យតែវាបកកាយនិយាយណាបងប្តីប្រពន្ធមកអាចឆ្លុះគ្នាវានិយាយដល់ប្តីប្រពន្ធមកឲ្យបាយបាក់គ្នាហ្មងវានិយាយចាប់ម្ដងគុំតែខាងស្រីទេខាងប្រុសវាបង្អាប់វាប្រតិបថោកមកបាយចូលមើល TikTok វាដឹងហើយបាយចូលមើល TikTok វាលើកតែខាងស្រីឲ្យស្រីនេះមានតម្លៃចុះបង ចាស់ហុកឲ្យខាងស្រីឥឡូវដល់ពេលមានរឿងអញ្ចឹងបងគិតថាយ៉ាងម៉េចវិញដែរប្តឹងសមត្ថកិច្ចការពារសិនឬមកក៏អីយ៉ាងម៉េចឬមកក៏អីខ្ញុំមិនទាន់បានប្តឹងវាទេជាមួយ Window តែបើវាប្តឹងខ្ញុំជាមួយនឹង Window ជាមួយនឹងបុគ្គលផ្សេងទៀតខ្ញុំស្វាគមន៍នឹងរីទទួលវា24ម៉ោងលើ24ម៉ោងព្រោះខ្ញុំអ្នកក្រខ្ញុំអត់លុយវាមានលុយវាមានគ្រប់យ៉ាងចង់ឲ្យវាប្តឹងខ្ញុំចោះខ្ញុំតាមក្រោយវាខ្ញុំឲ្យច្បាប់អ្នកធ្វើការចាត់ចែងឲ្យខ្ញុំជឿថាច្បាប់អត់ឈោមើលមនុស្សដែលបំពេញលើគេឲ្យដល់រុស្ស៊ីបោកប្រាស់គេបងអញ្ចឹងខ្ញុំចង់ឲ្យក្រសួងធម្មការទៅឆែកឆេរចៅវាតើចៅវាមានស្អីខ្លះរុស្ស៊ីធ្វើគ្រូមុនស្នេហ៍នឹងចេញពីប្រភពណាចេះអសរសំស្ក្រឹតសំស្ក្រឹតអសរបល័យហើយរៀនមុនអាគមអូមអាមនឹងពីខាងណាមកសួរតែប៉ុណ្្នឹងឲ្យខ្ញុំទៅបានហើយ